ចង្វាក់បេះដូងនៃរាជធានីភ្នំពេញលោតលឿនពីមួយថ្ងៃទៅមួយថ្ងៃល្បឿននៃការអភិវឌ្ឍបានធ្វើឲ្យអ្វីៗជាច្រើនរសាត់បាត់ទៅតាមពេលវេលាហើយនៅក្នុងចង្វាក់ដ៏លឿនមួយនេះមានអគារមួយបានបដិសេធមិនព្រមចាកចេញវាបានឈរទ្រឹងនៅកណ្ដាលតំបន់កំពុងអភិវឌ្ឍខ្លាំងបំផុតនៅរាជធានីភ្នំពេញនោះគឺតំបន់បឹងគីងកងពេលដែលលោកអ្នកបោះជំហានចូលមកកាន់ទីនេះពេលវេលាហាក់ដូចជាបន្ថយល្បឿនភ្លាមបរិយាកាសទាំងមូលមិនមែនជាការរៀបចំឡើងដើម្បីបង្ហាញនោះទេគឺជាការបន្សល់ទុករវាងការចងចាំនិងពេលវេលាហើយនៅពេលដែលបរិយាកាសចាប់ផ្ដើមស្ងប់ស្ងាត់រសជាតិក៏អណ្ដែតចេញមកបន្តិចម្ដងរសជាតិខ្លះមិនមែនកត់ត្រាតែនៅលើម៉ឺនុយម្ហូបនេះទេវាមកពីកន្លែងមួយដែលលោកអ្នកមិនចាំបាច់ទៅដល់ហើយលោកអ្នកនឹងចងចាំអស់មួយជីវិតនោះគឺរសជាតិតជំនាន់ទីក្រុងនេះតែងតែវិវត្តខ្លួនជារៀងរាល់ថ្ងៃប៉ុន្តែរសជាតិខ្លះមិនបានផ្លាស់ប្ដូរទេវាត្រូវបានរក្សាទុកតជំនាន់ជាមួយការចងចាំហើយមានតែមួយគត់គឺនៅភោជនីយដ្ឋានអាយ័នភោជនីយដ្ឋានបាយ័នលើពីភោជនីយដ្ឋានហើយអាចនាំលោកអ្នកត្រឡប់ទៅរកការចងចាំដ៏អស្ចារ្យនៃម្ហូបវប្បធម៌ខ្មែរយើង